ពេលប្រើទៅបាញ់ទៅដូចឆ្នាំទៅដែរមែនទេបងក៏ប៉ិតគាត់ម៉ៅគេនេះឆ្នាំទៅក៏គាត់បានបាញ់ដែរមែនទេបងអូម៉ៅទិញចាគាត់ទិញគេតែឆ្នាំទៅក៏គាត់បានបាញ់ដែរបានបាញ់ឆ្នាំនេះយើងបានបាញ់កន្លះឆ្នាំទៅបាញ់តាមវិដានដែរចាផ្លែអញ្ចឹងដែរណាបងណាផ្លែបាន ចាទៅបានមហាត់ទៅ3តោនកន្លះហ្នឹងចាមហាត់បាន3តោនកន្លះណាបងណាចាទៅចាហើយបានយូរហើយដល់ខែត្រូវភ្លៀង2មេចោលអា2មេហ្នឹងឲ្យមកដល់ជនជាតិនឹងហើយយូរខ្លះអាគេលួចខ្លះអីខ្លះអាមកកោមកគេលួចចាដល់ពេលយើងសរុបទៅយើងបាន3តោនកន្លះបងណាមហាត់ហ្នឹងហើយចាអត់បោកអាហេហេចាអត់បោកហេហេទេចឹងឆ្នាំទៅគាត់បានបាញ់ដែរអ្នកគ្រូនេះខំថាំងបងទឹកទៅទិញគេឆ្នាំហ្នឹងតែកន្លែងផ្ទះគាត់មិញទេទិញនឹងឆ្នាំទៅចាទិញនឹងឆ្នាំទៅគាត់ប្រើបានពេញមួយឆ្នាំហើយដល់ពេលឆ្នាំនេះគាត់ខ្ញុំទៅមានកប់ជីទៀតបានទិញហើយបានកប់ជីបានតែងមេឃបានតែងមេឃហើយបងបានបាញ់ជីយើងខាងលើណាបងណាបាទចាបាន3តោនកន្លះឆ្នាំនេះខ្ញុំកប់ជីចាកប់ជីហើយបងបាញ់តែយើងបាញ់ពាក់កណ្ដាលដៃដែរណាបងណាបាញ់ចុះបាញ់វិញខែណារត់មករកអ្នកគ្រូវិញណាដូចជាខែ1ណាខែ1រត់មករកអ្នកគ្រូវិញកាលហ្នឹងផ្កាវាខ្សោយខ្លាំងហ៎បងខែ12អូខែ12បងរត់មករកវិញចាកាលហ្នឹងបាញ់កំហ៊ុនមហាអួតចុយមកអួតមកបងសោមកចាស់ចការឲ្យថតឃើញមកឃើញកម្មកបានហើយគាត់ថាក្រុមហ៊ុនមហាអួតខ្ញុំគាត់អត់ដឹងទេចាតែខ្ញុំអត់ដឹងទេគាត់ថាគាត់រត់មកអ្នកគ្រូវិញពួកគាត់ឆ្នាំទៅគាត់បាន3តោនកន្លះចាតែគាត់ថារត់មកអ្នកគ្រូក្នុងខែ12វិញអាភ្លៀងត្រូវ2មេក៏គាត់ចោលទៅឲ្យជនជាតិរើសយកទៅឬក៏អ្នកខ្លះគេលួចគាត់ទៀតវាអាចចូលដល់4តោនជាងហើយមែនអត់បងប្អូនអរគ្នាចាអរគុណបាទអរគុណចាស់ចការគាត់ថាជំរាបសួរអ៊ំពមីថ្ងៃនេះថ្ងៃទី4ខែ3 2021តិជនខ្ញុំ3ឆ្នាំអញ្ចឹងនេះគាត់ជាអតិជនរបស់ខ្ញុំ3ឆ្នាំហើយចន្ទីនេះគឺចន្ទីដែលគាត់ទិញគេទឹកទៅទិញទៅគាត់ថែទាំនៅក្នុងឆ្នាំនេះការថែទាំរបស់គាត់ហើយនឹងគាត់ប្រើប្រាស់ជីរបស់អ្នកគ្រូតែគាត់ដូចថាគាត់ប្រាប់ទៅគាត់ថាទ្របបានតែ2គីឡូឯងគាត់ទ្របបានតែមួយសាទៀតអញ្ចឹងអាយុច្រើនហើយទ្របបានតិចអញ្ចឹងកសិករទាំងអស់គ្នាយល់ទី1អត់ផ្ដោតទៅលើការទ្របបានទេអ្នកគ្រូណែនាំយ៉ាងម៉េចក៏ដោយបើសិនជាយើងទ្រប2គីឡូអាយុ10ឆ្នាំវាតិចបំផុតហ្មងតែអញ្ចឹងហើយបានក្រុមហ៊ុនតែងតែផលិតផលរបស់យើងឲ្យស្រេចគល់នៅក្នុងរដូវប្រាំងដើម្បីទប់ទល់នឹងអាកាសធាតុប្រែប្រួលហើយនឹងអាហារទទួលយកបានអត់គ្រប់តែបើយើងបានស្រេចគល់ទៀតវាចាំបានហើយវាស្វិតដែរតែស្វិតតិចខ្ញុំមិនដែលថាប្រើជីរបស់អ្នកគ្រូស្នឹងអត់ស្វិតសោះនោះទេវាស្វិតព្រោះថាកសិករមិនអាចធ្វើតាមយើងទាំងស្រុងបានទេមានតែចំណុចខ្វះខាតហើយចាអញ្ចឹងយើងតែងតែបញ្ចេញផលិតផលមកគឺអមគ្នាដឹងហើយការស្រេចគល់របស់អ្នកគ្រូស្នឹងវាអស្ចារ្យប៉ុណ្ណាអញ្ចឹងបើយើងទ្របបានតិចយើងទ្របបានខ្សោយយើងចាប់ផ្ដើមមកស្រេចគល់បន្ថែមទៅថ្ងៃនេះថ្ងៃទី4ខែ3 2026តិជនរបស់ខ្ញុំ3ឆ្នាំណាយើងមើលចន្ទីគាត់ណាអាយុ10ឆ្នាំនេះគេថាអូចន្ទីអាយុ10ឆ្នាំយូរផ្លែយូរអីយល់ថាយូរផ្លែបើអមគ្នាយល់ថាយូរផ្លែយ៉ាងណាក៏ដោយប៉ុន្តែឲ្យតែចំណាញ់មែនអត់ចាឥឡូវនេះគាត់ឆាប់ផ្លែអត់នៅក្នុងឆ្នាំ2026នេះគាត់ជាអតិជនខ្ញុំ3ឆ្នាំហើយមិនមែនតែប្រឆ្នាំដំបូងទេចាចន្ទីរបស់គាត់ហើយគាត់ម៉ៅគេចាអើចាំមែននេះមិនបើចឹងទិញគេណាខ្ញុំសុំបញ្ជាក់ចាទាំងទោសគាត់បានម៉ៅគេគាត់ទិញគេចាហើយចការរបស់គាត់នោះចុះមិញកន្លែងនោះមិញគឺចការរបស់គាត់ត្រូវរបស់អ្នកគ្រូស្នីកឆ្នាំហើយចាចឹងអមគ្នាយើងមើលពីចន្ទីចាគ្រប់ដើមមិនមែនតែមួយដើមណាអមគ្នាចានេះចាចន្ទីរបស់គាត់អាយុ10ឆ្នាំហើយដើមពកទៀតខ្ញុំឲ្យគាត់ទ្របបានតិចអញ្ចឹងឲ្យគាត់នេះស្រេចគល់បន្ថែមឲ្យបាញ់ជីរបស់យើងវាក់សាំងដំណាំសត្វល្អិតនិងជីបំពន់របស់យើងចាវាក់សាំងដំណាំវាជួយនៅអាកាសធាតុភ្លៀងចិញ្ច្រុំមេឃក្តៅខ្លាំងបើវាក់សាំងខ្លះវាជួយទៅដល់ជំងឺ100មុខណាចានេះយើងគិតទៅវាចេញមកបន្តទៀតណាចានេះឃើញទេអមមកគ្នាណែអាណាចកោមណារីទៅចាយើងមើលគ្រប់ដើមហ្នឹងមកអ្នកគ្រូស្នៀងគាត់នេះហ៎ឈានស្រួលអ្នកគ្រូនេះយើងមើលផ្លែអមគ្នាខ្ញុំឃើញផ្លែទៅវាចេះតែស្រឡាញ់ចាមកពោះបានទៀតណានោះអូកាពិតណាអូចេះតែច្រើននេះដ្រូននេះមិនបាច់ទេនេះនេះសូមមើលទៅណូចាំងថ្ងៃភ្លឺអត់វាខ្លាបាត់ភ្លឺអត់បានមីទៅទុំដែរបាទមីក៏ស្អាតដែរមីរមកទៀតមីបងប្អូនចានេះបើយើងមើលនេះល្អមើលមែនតើវាបណ្ដឹងតាំងពីក្រមហ្មងណាវាបណ្ដឹងអាកូនរងនេះឃើញទេអាគាត់តុបតែងមេឃរួចហើយហ្នឹងឃើញទេចាវាយើងបណ្ដឹងទៅលើមើល
មែនផ្លែតក្រូមែនអមណៃណដល់លើណអមណៃណណានោះតមហើយមានតុំមានអីដែរចាញ់កូនរងចាញ់បន្តទៀតចាអមគ្នាយើងមើលណាគ្រប់ដើមគ្រប់មែកទាំងអស់នេះដើមនេះដើមថ្មីនេះគ្រូដើមថ្មីនេះ ជប់នៅគូនោះច្រើនណា ចាឈរ កូនដើម ធប់ដើមនេះចន្ទីបកប នេះថតឲ្យកសកោយើងមើលមួយសិន កុំឲ្យថាយើងចេះតែមិន ជីល្អអាស្រ័យទៅលើជីល្អតែមួយមុខទេនៅក្នុងការថែទាំសំ យើង ខាន់ ថែដែរយើងមើលដែរមើលខាងក្រោមនោះទៀត មក មក សំខាន់ដែរ បាទ មែនអ៊ំបងខ្ញុំឡាយ នេះណាគ្រូខាងនោះគ្រូនេះនោះតើនៅវាគ្រូបាទឥឡូវខ្ញុំសូមមើលមកបងណាបាទ ចាយើងទៅមើលខាងនេះយើងចាំដល់ខាងនេះវិញ វ៉ាវបានណាគ្រូសូមហីម្លែក វាខ្ពស់ពេកមែនអត់ បាទខ្ពស់ ចា មកដើមយើងដឹងហើយនេះខ្ញុំសូមមកឥឡូវមកមើលនេះវិញម្ដង ដើរចុះទួយ៉ាងចុះទៅហ្មងជាមួយខ្ញុំឲ្យចុះទៅធានាភ្នំមកអរគុណណក់ព្រះអាទិត្យណាអើយចាំបានវិញផងម៉ោង10ហើយចាថ្ងៃកក់ខែសំមិញជិះឡានមកពីម្ដុលចា អំពីម្ដុលមករត់ណារីភ្លៀង បាទខ្ញុំណាតែយើងមើលនេះនេះចាំទីអតិជនអ្នកគ្រូសនាងណាចានេះ វ៉ាវ 3ឆ្នាំហើយបងប្អូនគាត់រត់ចោលខ្ញុំអាពេលនេះតាអាពេលចុះថែទាំហ៎គាត់រត់ចង់រត់ចោលទៅដល់ពេលទឹកគាត់ថាខូចផ្កាអស់ហើយអ្នកគ្រូអើយមានតែរបស់អ្នកគ្រូដែលអាចជួយបានចាម្ចាស់ចការគាត់និយាយចឹងណាចា នេះមិនយើងចេះតែនិយាយទេ ចេះនិយាយទេគាត់ខ្ញុំធ្លាប់ជាអតិជនអ្នកគ្រូខ្ញុំដឹងទោះចន្ទីប្រើជីអ្នកគ្រូវាយូរចាញ់ក្តាប់បន្តិចមែនតែផ្កាវានៅស្រស់បំប្រងតែនេះយូរចាញ់ក្តាប់មែនតែវាទៅជាចង់ងាប់ផ្កាញីមានរបស់អ្នកគ្រូទេដែលជួយបានអញ្ចឹងគាត់ជ្រើសរើសយកមកវិញខ្ញុំពិតជាអរគុណគាត់ណាតែកសិករគិតថានឹងផ្លាស់ប្ដូរហើយត្រឡប់មកវិញអញ្ចឹងណាដឹងពីគុណសម្បត្តិជីរបស់អ្នកគ្រូក៏ដឹងពីគុណតម្លៃរបស់អ្នកគ្រូតែងតែណែនាំប្រាប់ចាអ្នកគ្រូมันអន់ចិត្តទេអ្នកដែលគាត់ចង់បោះបង់អ្នកគ្រូតែបើសិនជាយើងគិតថាគ្រោះថ្នាក់ហើយត្រឡប់មកឲ្យតនដូចបងណា បាទ ចាបងប្អូនខ្លះ អត់គ្រូពេលទេ បងអ្នកគ្រូអីតាខ្ជិលបកក្រោយខ្លាចខ្មាស់អ្នកគ្រូខ្លាចអីតាយើងទៅមួយឆ្នាំសិនយើងខាតបើដូចបងនេះទៅទៀតខ្ញុំទៅជួបគាត់ឡើយហើយចាខ្ញុំទៅជួបគាត់ឡើយហើយ បាទ ថាចាំទីនេះច្រើនដើមអូខេខ្ញុំដើរមកតិចមកលោកគ្រូយើងដើរមកអញ្ចឹង សុំ5នាទីបានណា ចា តោះ លោកគ្រូយើងដើរ